អត់មានអ្នកជឿព្រះយេស៊ូវណាដែលរស់នៅលើពិភពលោកនេះហើយជួបតែសบายរហូតអត់មានទេដឹងព្រះយេស៊ូវនិយាយប្រាប់ថាម៉េចអត់កាលពីមុនខុសពេលដែលខ្ញុំបន់ព្រះខ្ញុំតែងតែបន់ថាសូមឲ្យជួយថែរក្សាកូនចៅឲ្យសុខសប្បាយសូមឲ្យឧបទ្រពចង្ងាយទាំងអស់បរវាជាឆ្ងាយឲ្យកូនចៅជួបផ្ទះតែសេចក្តីសុខសេចក្តីចម្រើនកុំឲ្យជួបទុក្ខឡើយប៉ុន្តែជាក់ស្ដែងទៅជីវិតរបស់យើងទាំងអស់គ្នាអត់មាននរណាគេម្នាក់អាចគេចផុតពីទុក្ខនឹងបានសោះតែម្ដងទោះបីជាយើងមានបណ្ណាក៏ដោយប៉ុន្តែយើងនឹងត្រូវជួបពេលវេលាដែរលំបាកនៅក្នុងជីវិតយើងគ្រប់គ្នាដូចជាពេលដែលយើងបាត់បង់នៅមនុស្សដែលយើងស្រឡាញ់បាត់បង់នៅអីដែលយើងស្រឡាញ់ភាពភ័យខ្លាចផ្សេងដែលអាចនឹងកើតឡើងនៅក្នុងជីវិតយើងអាការបារម្ភរបស់យើងហ្នឹងហើយកាលពីមុនខ្ញុំខំប្រឹងធ្វើរឿងជាច្រើនពិធីជាច្រើនតាមនេះតាមនោះដើម្បីឲ្យខ្ញុំគេចផុតពីអាទុក្ខសោកទាំងអស់ហ្នឹងដើម្បីឲ្យអោបទ្រព្យចង្ងាយហ្នឹងចេញពីជីវិតខ្ញុំទៅប៉ុន្តែខ្ញុំឃើញថាទោះបីជាខ្ញុំខំប្រឹងការពារខ្លួនឯងប៉ុណ្ណាក៏ដោយខ្ញុំនៅតែអត់អាចគេចផុតពីទុក្ខសោកទាំងអស់ហ្នឹងបានដូចគេថាចឹងថាមានរូបគឺមានទុក្ខខ្ញុំឆ្ងល់បដៅថាជុំបើសិនជាជីវិតយើងកើតមកជួបតែទុក្ខចឹងយើងរស់នៅលើពិភពលោកហ្នឹងដើម្បីអីគេចឹងតែសារពេលនោះគឺខ្ញុំ focus ទៅលើរឿងអវិជ្ជមានចឹងពេលដែលខ្ញុំដក clear បន្តិចមើលឃើញរូបភាពរៀងធំជាងមុនទៅខ្ញុំចាប់អារម្មណ៍ឃើញថាតាមពិតទៅជីវិតយើងមិនជួបទុក្ខរហូតទេមិនថាអ្នកមានអ្នកក្រទេនឹងមានពេលដែលយើងកើតមានពេលដែលយើងស្លាប់មានពេលដែលសុបាយមានពេលដែលកើតទុក្ខកិច្ចអត់ផុតទេតែអីដែលសំខាន់យើងចង់សួរថាចេះតើយើងត្រូវធ្វើម៉េចដើម្បីឲ្យយើងអាចឆ្លងផុតពេលវេលាដែលលំបាកនឹងបានយើងត្រូវខំរឹងមាំរហូតមែននៅពេលដែលយើងទន់ខ្សោយក៏យើងអាចទន់ខ្សោយបានយើងត្រូវតែរឹងមាំខំប្រឹងតិចទៀតទៅខំប្រឹងតិចទៀតទៅយើងនឹងឆ្លងផុតហើយមែនខ្ញុំធ្លាប់ធ្វើទង្វើទាំងអស់ហ្នឹងប៉ុន្តែខ្ញុំអត់អាចឆ្លងផុតបានព្រោះអីនៅពេលដែលយើងឈឺយើងអត់ទទួលស្គាល់តែយើងឈឺយើងអត់ព្រមសម្រាកយើងនៅតែខំទៀតយើងអត់ទៅពេទ្យដើម្បីព្យាបាលយើងនៅតែខំទៀតរហូតដល់ពេលមួយខ្ញុំបាក់រហូតដល់ខ្ញុំងើបសឹងតែមិនរួចអញ្ចឹងនៅពេលដែលខ្ញុំបាក់ខ្លាំងមែនតើហ្នឹងហើយពេលហ្នឹងខ្ញុំស្រីរកពេលឲ្យជួយហើយពេលហ្នឹងហើយដែលខ្ញុំបានស្គាល់ព្រះយេស៊ូវហើយនៅពេលដែលខ្ញុំស្គាល់ព្រះយេស៊ូវបានខ្ញុំដឹងថាជីវិតរបស់យើងម្នាក់គ្មានណាគេអាចគេចផុតពីទុក្ខលំបាកបានទេព្រះអង្គអាចសន្យាថាជីវិតរបស់យើងនឹងជួបតែសេចក្តីសុខសេចក្តីចម្រើនរហូតទេប៉ុន្តែព្រះអង្គនិយាយប្រាប់ថានៅក្នុងជីវិតនៅលើពិភពលោកហ្នឹងយើងនឹងអាចជួបទុក្ខវេទនាប៉ុន្តែចូលមានសង្ឃឹមឡើងព្រោះឯព្រះអង្គបានឈ្នះពិភពលោកហ្នឹងហើយព្រះអង្គបានសន្យាទៀតថានៅគ្រប់ពេលគ្រប់វេលារាល់ថ្ងៃព្រះអង្គនឹងនៅជាមួយយើងគង់ជាមួយយើងនៅដល់ថ្ងៃអវសានកាលនៃពិភពលោកតាំងពីទូដល់ធំខ្ញុំតែងតែលើគេនិយាយថាតើតែធ្វើអញ្ចេះបានព្រះជួយតើតែធ្វើអញ្ចេះបានព្រះនៅជាមួយតែខ្ញុំអត់ដែលឮទេថាព្រះដែលនៅជាមួយខ្ញុំគ្រប់ពេលវេលាគ្រប់ទីកន្លែងទោះបីជាខ្ញុំល្អក៏ព្រះអង្គនៅជាមួយទោះបីខ្ញុំធ្វើមិនល្អក៏ព្រះអង្គនៅជាមួយព្រះដែលខ្ញុំជឿមិនមែនជារបៀបសាសនាតើធ្វើអញ្ចេះបានចេះប៉ុន្តែព្រះអង្គជាព្រះដែលមានទំនាក់ទំនង relationship ស្ដាប់យើងនិយាយជាមួយយើងប្រាប់យើងតម្រង់ទិសយើងព្រះអង្គអត់បានឲ្យយើងកិច្ចពីការលំបាកប៉ុន្តែព្រះអង្គឲ្យយើងចេះប្រឈមមុខជាមួយនឹងទុក្ខសោកទាំងអស់ហ្នឹងហើយជួយយើងដើម្បីរកវិធីដោះស្រាយធ្វើការជាមួយយើងដើម្បីឲ្យយើងឆ្លងផុតអាពេលវេលាដែលលំបាកនឹងបានន័យថាគ្រប់ពេលដែលយើងជួបទុក្ខយើងមិនឯកាឡើយយើងនឹងមានព្រះមួយដែលនៅជាមួយយើងឆ្លងកាត់ទុក្ខសោកទាំងអស់ហ្នឹងជាមួយយើងនេះគឺជារឿងប៉ັດស្ដាប់ទៅដូចឈួតចឹងប៉ុន្តែតើតអ្នកជួបបានដឹងថាតើអារម្មណ៍ហ្នឹងវារបៀបម៉េចយើងមិនចាំបាច់តតែយើងធ្វើល្អសិនមិនយើងទៅហៅព្រះអង្គបានទេយើងទៅជាលក្ខណៈបែបរបស់យើងកខិចប៉ុណ្ណាក៏ព្រះអង្គអាចសម្អាតយើងបានដែរអាក្រក់ប៉ុណ្ណាក៏ព្រះអង្គអាចផ្លាស់ប្ដូរជីវិតយើងបានដែរខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំអត់ជឿលើរឿងទាំងអស់ហ្នឹងរហូតដល់ខ្ញុំស្គាល់ថា Oh He's love me even though I do so many bad thing តែព្រះអង្គនៅតែហៅខ្ញុំមកវិញនៅពេលដែលខ្ញុំស្រែកថាអូព្រះអើយជួយខ្ញុំផងអញ្ចឹងហើយខ្ញុំចង់លើកទឹកចិត្តឲ្យទាំងអស់គ្នាជាពិសេសអ្នកដែលជឿព្រះអង្គហើយឃ្លាតឆ្ងាយពីព្រះអង្គគិតថាអូតើតែខ្ញុំត្រូវធ្វើអញ្ចេះបានព្រះអង្គមកចិត្តខ្ញុំវិញ No ព្រះអង្គចោលជាម99មហោមួយដែលបាត់បង់ព្រះអង្គជាព្រះដែលស្រឡាញ់យើងរហូតដែលស្មោះត្រង់ហើយព្រះអង្គអត់ប្រកាន់ទោសយើងទេគ្រាន់តែយើងលន់តួបើកចិត្តទទួលព្រះអង្គនឹងជួបយើងនៅកន្លែងដែលយើងកំពុងតែនៅហ្នឹងខ្ញុំសង្ឃឹមថាអ្នកដែលបាក់ទឹកចិត្តទាំងអស់ស្វែងរកកន្លែងណាក៏លែងកើតហើយអ្នកទាំងអស់គ្នាអាចសាកមើលព្រះយេស៊ូវបានភ្លក់ព្រះអង្គចុះអ្នកទាំងអស់គ្នានឹងឃើញអីដែលលើកទឹកចិត្តឲ្យខ្ញុំនឹកឃើញនិយាយពីរឿងហ្នឹងដោយសារតែ Verse of the Day ថ្ងៃហ្នឹងនិយាយថាសេចក្តីល្អនិងសេចក្តីស្រឡាញ់ឥតប្រែប្រួលនឹងដេញតាមខ្ញុំក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំហើយខ្ញុំនឹងរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ារហូតអស់កលជានិច្ចក្តីស្រឡាញ់សេចក្តីល្អរបស់ព្រះអង្គនឹងដេញតាមអ្នកទាំងអស់គ្នាព្រះអង្គដេញតាមយើង Just go as you are អរគុណអ្នកទាំងអស់គ្នាសូមព្រះប្រទានពរ